បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះថ្ងៃអាទិត្យបាទថ្ងៃអាទិត្យសប្តាហ៍ទី1ខែ1បងប្អូនអញ្ជើញទៅលេងបឹងទន្លេសាបបាទយើងធ្វើដំណើរពីខេត្តកំពង់ឆ្នាំងទៅដល់ព្រំប្រទល់ស្រុកកកូរទូរស័ព្ទទៅចាស់ការមកហប់អីខ្ញុំទៅចាប់ហប់នេះបាទគោលទន្លេសាបហើយជាមួយបងបាទជើញឲ្យពួកខ្ញុំទៅលេងបាទហើយនេះកំពុងដើររកកន្លែងបាទដើររកកន្លែងចតទុកដើម្បីជុំគ្នាអាំងត្រីហូបបាទខ្ញុំមិនដឹងវាឈ្មោះភូមិនៅលើវិញទៅលើវិញដល់ក្រុមស្រុកនឹងខេត្តពោធិ៍សាត់ស្រុកកកូរបាទហើយនៅកន្លែងកំពុងដើររកកន្លែងចតទុកបាទឈើអើយមកគួយមកកន្លែងបាទទៅអើយដើមឈើច្រើនហ្នឹងកន្លែងដល់ហើយតែគាត់បើទៅឡើយយើងរកឃើញស្ដៅទៅដើមឈើបាទអត់ដល់ជូនឈើដើម្បីចតទុកដើម្បីអាំងត្រីបាទនេះឃើញហើយមកដល់កន្លែងហើយមកលុបតិចស្រួលអត់ចោលទន្លេប៉ុន្តែក្តីសុខមានគ្រប់អែមត្រីនេះវីដេអូកាត់បាទនៅលើទឹកអត់សូវហ៊ានថតខ្លាចជ្រុះទូរស័ព្ទផងខ្លាចធ្លាក់ទឹកផងហើយឥឡូវយើងចាប់ដើមជុំនេះហូបបាយជាមួយបងជាមួយពូដែលគាត់នៅទន្លេហ្នឹងគាត់ជើញក្រុមការងារខ្ញុំទៅលេងទៅពីទុបទៅពីទុបគាត់ទុបធំបាទហើយទុបតូចនោះសម្រាប់រត់ការទិញគ្រឿងទិញវ៉ាន់អីចឹងចាត់ហើយនាំគ្នាហូបហើយតាឃើញមួយចោលបងប្អូនម៉ែយើងហូបបាយជាមួយខ្ញុំបាទត្រីទន្លេសុទ្ធបាទត្រីទន្លេសុទ្ធហើយយើងចាប់ដើមនេះហើយបាទទៅនឹងទៅដែរឥឡូវទៅដំណើរឡើងទៅកន្លែងចតឡានវិញបាទយើងដល់បាទទៅតាមហ្នឹងមកដល់ម៉ោងនេះម៉ោងបាយជុំម៉ោងនេះទៅដល់ជាងមកទៅវិញបាទតែមានបានត្រីទេតែគ្រាន់តែបានមកហូបបងជាភាសាហ្នឹងបាទមានត្រីទៅបាទយើងជារងតាមមាត់ព្រៃបាទមាត់ព្រៃជាភាសាបាទភាសាបាទដល់ព្រៃហ្នឹងមាត់ព្រៃទៅទី1ទៅត្រង់ទៅចាំមកគាត់តែទឹកទៅស្ដានដល់ផ្លូវហ្នឹងបើទីក្រាចទៅមកខ្លះទៅទីក្នុងព្រៃខ្លះទៅទន្លេទៅតែទឹកនឹងរាក់ដែរដល់ទៅដល់ទៅហ្នឹងនេះទៅបងជាភាសាហ្នឹងគាត់នៅលើគេឲ្យគាត់មកតាំងទៅលើហើយគាត់ខ្លះដាក់ទុកដាក់ផ្ទះតូចហ្នឹងទៅបដែតទឹកហ្នឹងលក់ឲ្យវ៉ាន់បាទឥឡូវពួកខ្ញុំមកដល់ហើយបាទសកម្មជួកន្លែងគោកដែលយើងឡើងទៅឡានវិញហើយពួកខ្ញុំធ្វើដំណើរឡើងមកវិញបាទព្រោះល្ងាចហើយមើលតាមផ្លូវហ្នឹងមានបងជានេសាទនិងឈ្មួញហ្នឹងគាត់សត្វត្រីប្រហុកបាទសត្វត្រីប្រហុកត្រូវខ្នើតបាទប៉ុន្តែគាត់អត់សូវមានត្រីធំគេរកតែពេលព្រឹកហើយយើងធ្វើដំណើរទៅ
อะไรลานวิ่งมาออกกุนพวกไม้บองโอนได้บ้านตัวสนามเลยบ้านละพกเมียมวยนี่ดอกคอมาดำใบสบายตั้งออกกันเนี่ยป่ะออกกุนให้จมสวย subscribe จะมีได้ใจกันดังดำใบตัวบ้านที่เต่าทำไมที่มาสมอกุนพวกไม้บองโอนมาอะไรดอกเขาได้เยอะนะดอกลานเยอะลานเดี๋ยวไปเนี่ย